កម្ពុជាចាត់ទុកការវាយកំទេចរូបសំណាកព្រះវិស្ណុដោយទាហានឈ្លានពានថៃជាការរំលោភជំនឿសាសនានិងអរិយធម៌មនុស្សជាតិក្រសួងធម្មការនិងសាសនាបានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏សាហាវនិងអមនុស្សធម៌របស់កងទ័ពថៃដែលបានវាយកំទេចរូបសំណាកទេវរូបព្រះវិស្ណុស្ថិតនៅក្នុងតំបន់អានសេះខេត្តព្រះវិហារដែលជាផ្នែកមួយនៃដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជាតាមសេចក្តីប្រកាសក្រសួងបានបញ្ជាក់ថាសកម្មភាពនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍និងជំនឿសាសនារបស់សាសនិកទូទាំងពិភពលោកព្រោះរូបសំណាកព្រះវិស្ណុត្រូវបានគោរពបូជាយ៉ាងខ្ពង់ខ្ពស់ដោយប្រជាពលរដ្ឋទូទៅហើយជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមរបស់មនុស្សជាតិក្រសួងបានចាត់ទុកថាទង្វើនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសាសនាវប្បធម៌និងតម្លៃមនុស្សធម៌សកលជាមួយគ្នានេះក្រសួងធម្មការនិងសាសនាបានអំពាវនាវឲ្យសាសនិកទូទាំងពិភពលោកនិងសហគមន៍អន្តរជាតិចូលរួមថ្កោលទោសសកម្មភាពដែលត្រូវបានវិពណ៌នាថាជាទង្វើធ្មិលអត្តសាសនារបស់កងទ័ពឈ្លានពានថៃសេចក្តីប្រកាសបានបន្ថែមថាកងទ័ពថៃបានបន្តធ្វើសកម្មភាពឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជាដោយប្រើប្រាស់អាវុធធុនតូចធុនធំយន្តហោះគ្មានមនុស្សបើកយន្តហោះទម្លាក់គ្រាប់បែកចង្កោមផ្សែងពុលនិងនាវាចម្បាំងបាញ់ប្រហារនិងទម្លាក់គ្រាប់យ៉ាងកំរោលមិនរើសគោលដៅបណ្ដាលឲ្យមានជនស៊ីវិលស្លូតត្រង់ស្លាប់និងរបួសជាច្រើនអ្នកបន្ថែមពីនេះផ្ទះសម្បែងសាលារៀនមន្ទីរពេទ្យវត្តអារាមផ្លូវថ្នល់ស្ពានប្រាសាទបុរាណនិងរូបសំណាកសម្រាប់ការគោរពសក្ការៈបូជាត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរខណៈសិស្សសាលាកុមារមនុស្សចាស់ប្រុសស្រីជាច្រើនត្រូវបានបង្ខំឲ្យភៀសខ្លួនរកទីជម្រកសុវត្ថិភាពជាបន្ទាន់ដោយមិនទាន់បានត្រៀមលក្ខណៈជាមុននៅក្នុងសេចក្តីប្រកាសដដែលនេះក្រសួងធម្មការនិងសាសនាបានអំពាវនាវឲ្យភាគីថៃបញ្ឈប់រាល់អារិភាពនិងការបំផ្លិចបំផ្លាញរូបសំណាកសម្រាប់ការគោរពបូជារបស់មនុស្សជាតិជាបន្ទាន់ហើយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូនិងកាតព្វកិច្ចទាំងឡាយក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយឆន្ទៈពិតប្រាកដក្រសួងបានបញ្ជាក់ជាថ្មីថាកម្ពុជាបដិញ្ញាប្រកាន់ភ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងដាច់ខាតនឹងការប្រើប្រាស់កងកម្លាំងដើម្បីស្វែងរកការដោះស្រាយប្រកបដោយយុត្តិធម៌ត្រឹមត្រូវនិងយូរអង្វែងសូមបញ្ជាក់ថាបន្ទាប់ពីឥណ្ឌារិះគន់ថៃនិងបង្ហាញក្តីព្រួយបារម្ភជុំវិញការវាយកំទេចរូបសំណាកអាទិទេពតំណាងព្រះវិស្ណុក្នុងហិណ្ឌូសាសនាស្រាប់តែលោកនាយករដ្ឋមន្ត្រីចាំផ្ទះថៃអនុទានឆានវីរ៉ាគុលបានក្រហល់ក្រហាយនៅមិនស្ងៀមខឹងសម្បាឡាំប៉ាថារូបសំណាកនោះគឺមិនអាចប្រៀបធៀបទៅនឹងអាយុជីវិតរបស់ទាហានថៃបានទេសម្ដីប្រហើនដូចមានតែឯងរបស់អនុទានបានធ្វើឡើងនៅឯវិមានរាជរដ្ឋាភិបាលថៃនាថ្ងៃទី25ខែធ្នូបន្ទាប់ពីកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងថៃនិងកម្ពុជានៅខេត្តចន្ទបុរីទាក់ទងទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាដែលបានរិះគន់ថៃជុំវិញការប្រើគ្រឿងចាក់កំទេចរូបសំណាកអាទិទេពហិណ្ឌូព្រះវិស្ណុនៅច្រកអានសេះត្រូវបាននាយករដ្ឋមន្ត្រីថៃបានប្រតិកម្មតបវិញភ្លាមៗថាបើប្រៀបធៀបទៅនឹងជីវិតទាហានថៃគូតែមើលរូបសំណាកតាមទស្សនៈនោះដែរនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះបាននិយាយទាំងងងើលថាការដែលប្រៀបធៀបរូបសំណាកខូចទៅនឹងជើងទាំងអស់របស់ទាហានដែលបានបាត់បង់ហើយប្រៀបធៀបវាទៅនឹងការប្រមាថនោះខ្ញុំមិនធ្វើការប្រៀបធៀបបែបនេះទេសូមជម្រាបថាការអះអាងដ៏កក្លឿនរបស់លោកអនុទានបានកើតឡើងក្រោយក្រសួងការបរទេសឥណ្ឌាបង្ហាញនៅកង្វល់យ៉ាងខ្លាំងចំពោះសកម្មភាពនៃការប្រើប្រាស់គ្រឿងចាក់កំទេចរូបសំណាកព្រះវិស្ណុនៅក្នុងទឹកដីកម្ពុជានាច្រកអានសេះទន្ទឹមនឹងរដ្ឋធានី New Delhi បានចាត់ទុកទង្វើបំពានរបស់ភាគីថៃថាខ្វះការគោរពនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនោសញ្ចេតនារបស់អ្នកកាន់សាសនាហិណ្ឌូនៅទូទាំងពិភពលោកហើយការបំផ្លាញនិមិត្តរូបសាសនាបែបនេះមិនគួរកើតមានឡើយNine Tails Cambodia Medical Skincare ឯកទេសព្យាបាលស្បែកមុខ